កងទ័ពថៃមានតួនាទីការពារប្រទេសពុំមែនមានអំណាចគ្រប់គ្រងប្រទេសឬជ្រៀតជ្រែកនយោបាយនេះទេកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025លោកភីថាលឹមចរិនរ័ត្នអតីតមេដឹកនាំគណៈបកកៅខ្លាយនៅប្រទេសថៃបានផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់កងទ័ពថាកងទ័ពមានតួនាទីការពារប្រទេសប៉ុណ្ណោះពុំមែនមានអំណាចគ្រប់គ្រងប្រទេសនោះទេកងទ័ពនឹងការពារការឈ្លានពានពីក្រៅប្រទេសប៉ុន្តែកងទ័ពពុំពាក់ព័ន្ធនឹងកិច្ចការនយោបាយឬជ្រៀតជ្រែកនយោបាយក្នុងប្រទេសការលើកឡើងរបស់អតីតមេដឹកនាំគណៈបកកៅខ្លាយស្របពេលប្រទេសថៃមានបញ្ហាផ្ទៃក្នុងហើយពលរដ្ឋថៃជំរុញឲ្យនាយករដ្ឋមន្ត្រីលោកស្រីផែនថងថានស៊ីនវត្តលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបរដ្ឋថៃចង់បាននាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំប្រទេសពុំផ្ដល់អំណាចឲ្យកងទ័ពនិងចង់ឲ្យលោកភីថាលឹមចរិនរ័ត្នអតីតមេដឹកនាំគណៈបកកៅខ្លាយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីលោកភីថាលឹមចរិនរ័ត្នអតីតមេដឹកនាំគណៈបកកៅខ្លាយនិយាយថាកន្លងមកពួកយើងជាអតីតគណៈបកកៅខ្លាយបានព្យាយាមជំរុញឲ្យកងទ័ពថៃបំពេញតួនាទីការពារប្រទេសនិងបដិសេធកងទ័ពដែលព្យាយាមគ្រប់គ្រងប្រទេសកងទ័ពមានតួនាទីនៅក្បែរពលរដ្ឋគោរពសិទ្ធិមនុស្សគ្មានអំពើពុករលួយប៉ុន្តែយើងបដិសេធកងទ័ពមានអំណាចគ្រប់គ្រងប្រទេសប្រើប្រាស់អំណាចក្រៅប្រព័ន្ធធ្វើរដ្ឋប្រហារជ្រៀតជ្រែកនយោបាយគ្រប់គ្រងពលរដ្ឋយកថវិកាពលរដ្ឋហួសហេតុនិងធ្វើសង្គ្រាមព័ត៌មានប្រឆាំងពលរដ្ឋលោកបានតាមដានស្ថានភាពព្រំដែនដោយក្តីបារម្ភដូចនឹងពលរដ្ឋទូទៅដែរប៉ុន្តែលោកពុំអូសទាញឬចាត់វិធានការទប់ទល់វិញដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹងឬមានចំនួនខ្លាំងជាងនេះលោកជឿជាក់ថាគណៈបកប្រជាជននៅថៃកំពុងដាស់តឿនស្មារតីណែនាំរដ្ឋាភិបាលថៃស្របពេលស្ថានភាពផុយស្រួយឬផ្លាស់ប្ដូរគ្រប់ពេលវេលារីឯពលរដ្ឋចង់ឃើញរដ្ឋាភិបាលថៃដោះស្រាយបញ្ហាតានតឹងដោយប្រើប្រាស់វិធីជាច្រើនទៀតពុំចាំបាច់ដោះស្រាយបញ្ហាដោយប្រើប្រាស់វិធានការកងទ័ពក្រៅពីនេះលោកភីថាបានលើកឡើងពីតំបន់អាស៊ានជំរុញឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីនិងពុំចង់ឲ្យស្ថានភាពកាន់តែខ្លាំងជាងនេះបើមានឱកាសចរចាគឺលោកចង់ឲ្យប្រទេសទាំងពីរដកថយឲ្យបានឆ្ងាយបំផុតជាមុនសិនហើយកម្ពុជានិងថៃអាចយកអស់ចេញពីគំនរភ្លើងដោយលោកនិយាយថាភាពក្លាហានរបស់នាយករដ្ឋមន្ត្រីទាំងពីររូបគឺកើតឡើងដោយសន្តិភាពពុំមែនសង្គ្រាមលោកបានសិក្សាពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំប្រទេសចំនួនថ្មីមានបារមីហើយសម្ដេចអាចបង្កើតសន្តិភាពរវាងប្រទេសទាំងពីរលោកក៏សូមផ្ដាំផ្ញើទៅនាយករដ្ឋមន្ត្រីទាំងពីររូបផងដែរគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកស្រីផែនថងថានស៊ីនវត្តជួយគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងសងខាង